ទើបចូលរៀនច្បាប់ហើយមិនដឹងចាប់ផ្ដើមពីណាទៅណាកុំបារម្ភថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែក6ចំណុចងាយៗទី1ចាប់ផ្ដើមពីមូលដ្ឋានមុននឹងអានច្បាប់ច្រើនត្រូវយល់ថាច្បាប់ជាអ្វីហេតុអ្វីបានជាយើងរៀនច្បាប់ឧទាហរណ៍ច្បាប់ចរាចរណ៍ផ្លូវគោកជួយឲ្យអ្នកដំណើរគោរពច្បាប់ចរាចរណ៍និងសណ្ដាប់ធ្នាប់ទី2អ្នកទាំងអស់គ្នាត្រូវស្គាល់ពីច្បាប់សំខាន់ថាតើច្បាប់សំខាន់ទាំងនោះមានច្បាប់ណាខ្លះដែលជាគោលឧទាហរណ៍ដូចជាច្បាប់រដ្ឋធម្មនុញ្ញច្បាប់ក្រមព្រហ្មទណ្ឌក្រមនីតិវិធីព្រហ្មទណ្ឌក្រមរដ្ឋបវេណីនិងក្រមនីតិវិធីរដ្ឋបវេណីហើយនឹងនៅមានច្បាប់ជាច្រើនទៀតទី3ត្រូវរៀនមួយប្រធានបទម្ដងកុំរៀនច្រើនពេកក្នុងពេលតែមួយត្រូវជ្រើសរើសមួយប្រធានបទម្ដងហើយព្យាយាមយល់ឲ្យច្បាស់ជាមុនសិនទី4អានឲ្យយឺតហើយស្វែងយល់ពីអត្ថន័យនីមួយពេលជួបឃ្លាដែលមិនយល់កុំរំលងវាសាកស្វែងយល់ពីអត្ថន័យឬសួរអ្នកដែលយល់ក៏បានទី5ភ្ជាប់មេរៀនជាមួយនឹងជីវិតប្រចាំថ្ងៃឧទាហរណ៍មេរៀនអំពីកិច្ចព្រមព្រៀងសាកគិតពីរឿងធម្មតាដូចជាការទិញលក់ឬការជួលផ្ទះដែលមានការព្រមព្រៀងគ្នារវាងគូភាគីធ្វើបែបនេះយើងនឹងងាយយល់និងចងចាំបានយូរទី6សរសេរសង្ខេបដោយពាក្យខ្លួនឯងបន្ទាប់ពីរៀនចប់សាកសរសេរខ្លីៗថាតើថ្ងៃនេះយើងបានរៀនអ្វីវិធីល្អដើម្បីពិនិត្យថាយើងពិតខ្លាចក្នុងការសួរទី6សរសេរសង្ខេបដោយពាក្យរបស់ខ្លួនឯងបន្ទាប់ពីរៀនចប់សាកសរសេរខ្លីៗថាតើថ្ងៃនេះខ្ញុំរៀនអ្វីជាវិធីល្អមួយដើម្បីពិនិត្យថាយើងពិតជាយល់ឬអត់ការរៀនច្បាប់មិនមែនត្រូវចេះគ្រប់យ៉ាងក្នុងពេលតែមួយទេចាប់ផ្ដើមពីរឿងតូចៗរៀនជាប្រចាំកុំខ្លាចក្នុងការសួរអ្នកដទៃបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនសូមកុំភ្លេចចុច like share subscribe ដើម្បីទទួលបានវីដេអូថ្មីបន្តបន្ទាប់ទៀតសូមអរគុណ